យើងទាំងអស់គ្នាក្រោយពីទទួលបានការប្រោះព្រំរបស់ព្រះសង្ឃដើម្បីលើករាសីក្នុងឆ្នាំថ្មីនេះខ្ញុំសង្កេតឃើញបងប្អូនយើងទាំងអស់គ្នាមានទឹកមុខស្រស់ស្រាយសប្បាយរីករាយខ្ញុំសង្កេតឃើញមួយទៀតឃើញបងប្អូនយើងមាននេះកុមារហ្នឹងអត្តសញ្ញាណជាតិខ្មែរយើងម្នាក់មួយហើយកុមារហ្នឹងយើងប្រើការបានច្រើនយ៉ាងមិនដែរកុមារមានគុណប្រយោជន៍ខ្លាំងគឺខ្ញុំពេញចិត្តនៅពេលដែលថ្ងៃក្តៅគឺខ្ញុំយកមកទទួលការពារកម្ដៅថ្ងៃអាចក្បាត់ថ្នោតឡើងចិត្តថ្នោតទៅបានដែរឡើងចិត្តថ្នោតជួបមុខបានខ្ញុំអាចបងកបានខ្លះស្លៀកក៏ដូចជាដណ្ដប់ចំនួនភួយបានដែរលោកគ្រូកុមារខ្ញុំឃើញឥឡូវមីគាត់ឆ្នៃជាសម្លៀកបំពាក់កុមារធំៗជាអត្តសញ្ញាណខ្មែររបស់យើងអញ្ចឹងលោកគ្រូអញ្ចឹងវាផ្ដល់ភាពស្រស់ស្អាតយើងសួរពីរឿងកុមារអស់ហើយតែហើយខ្ញុំចង់សួរបងទាំងអស់ហើយក្នុងកម្មវិធីចូលឆ្នាំប្រពៃណីជាតិខ្មែរយើងហ្នឹងហើយមានគម្រោងទៅស្រុកថ្ងៃណាដែរគិតថាថ្ងៃ13ហ្នឹងខ្ញុំរៀបចំខ្លួនគ្រួសារខ្ញុំធ្វើដំណើរទៅស្រុកសម្រាប់ខ្ញុំវិញគឺថាប្រហែលជាជិតដល់ថ្ងៃចូលឆ្នាំនេះយើងត្រឡប់ទៅជួបជុំបងប្អូននៅស្រុកកំណើតខ្ញុំមានគម្រោងទៅស្រុកកំណើតទៅជួបបងប្អូនទៅកូនចៅហ្នឹងហើយទៅវត្តទៅវាហ្នឹងដើម្បីនាំក្មេងៗទៅលេងល្បែងជាព្រៃរបស់ខ្មែរយើងមកហ្នឹងចូលឆ្នាំនេះមានគម្រោងទៅលេងស្រុកកំណើតដើម្បីជួបជុំពុកម៉ែបងប្អូនអញ្ចឹងហើយស្រុកនៅខាងណាដែរស្រុកខ្ញុំនៅខាងតាកែវអូចិត្តខ្ញុំនៅបាត់បងក្រោយពីសាកសួរបងនិងបងប្អូនមួយចំនួនដែលមានគម្រោងទៅលេងស្រុកភូមិក្នុងកម្មវិធីបុណ្យប្រពៃណីជាតិខ្មែរយើងចុងក្រោយនេះយើងខ្ញុំតំណាងឲ្យបុគ្គលិកAMA ផ្នែកគ្រឿងយន្តកសិកម្មម៉ាកចនឌីសូមគោរពជូនពរដល់បងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់ធ្វើដំណើរទីជិតជាឆ្ងាយសូមឲ្យប្រកបតែសុវត្ថិភាពគ្រប់គ្នានិងសូមជួបនៅពុទ្ធពរទាំង5ប្រការអាយុវណ្ណៈសុខៈពលៈនិងបដិភិនៈកំបីគ្លៀងគ្លាឡើយ